យប់ជ្រៅគ្រួសារនៅជាន់ខាងលើត្រូវបានសម្លាប់ខ្ញុំម៉ាក់និងប៉ាគឺជាអ្នកឃើញគៀបកតែម្នាក់គត់ក្រោយពេលប៉ាខ្ញុំឃើញមុខគេប៉ូលីសក៏មកគូសទ្វារផ្ទះខ្ញុំពួកគេសួរថាតើអ្នកបានឃើញមុខគៀបកទេខ្ញុំទៅតែចង់ឆ្លើយស្រាប់តែមានអក្សរជាច្រើនអណ្តែតនៅមុខខ្ញុំកុំជឿគាត់គឺជាគៀបកដែលខ្លាញ់ធ្វើជាប៉ូលីសក្នុងរឿងនេះគ្រួសារចុងក្រោយក្នុងសំណុំរឿងឃាតកម្មជាបន្តបន្ទាប់គឺម្ដាយនិងកូនស្រីមួយគូអ្នកណាដឹងទៅឃាតករនោះគឺជាឃាតករយប់ជ្រៅដែលបានជួបបន្ទប់នៅទីនេះកាលពី10ឆ្នាំមុនទោះត្រឹមតែមើលតាមអេក្រង់ក៏បេះដូងខ្ញុំលោតលឿនដែរក្មេងស្រីនេះគួរឲ្យអាណិតណាស់ក្មេងស្រីព្យាយាមមើលទៅក្រោយប៉ុន្តែនាងមើលមិនឃើញអ្វីទេពេលឃាតករតាមមកខ្ញុំមានអារម្មណ៍ថាខ្លួនប្រាណទាំងមូលកកស្ទះភ្លាមនេះជាអ្វីខ្ញុំខ្វះអស់2ឆ្នាំហើយមិនគួរមើលឃើញអ្វីទេប៉ុន្តែឥឡូវនេះអក្សរទាំងនេះបែរជាបង្ហាញឡើងចំពោះមុខខ្ញុំយ៉ាងច្បាស់កាលពីម្សិលមិញគ្រួសារអ្នកមីងជាន់លើត្រូវបានសម្លាប់ទាំងគ្រួសារប៉ូលីសមកស៊ើបអង្កេតគឺមិនចម្លែកទេប៉ុន្តែអក្សរទាំងនេះបែរជានិយាយថាប៉ូលីសម្នាក់នេះគឺជាឃាតករខ្លាញ់ខ្លួនដៃដែលកាន់កូនសល់ទ្វាររបស់ខ្ញុំចាប់ដើមញើសចេញគាត់ឈរនៅខាងក្រៅទ្វារហើយដូចជាកំពុងដាក់ដៃលើទ្វារគាត់នៅជិតខ្ញុំខ្លាំងណាស់ក្លិនឈាមស្រាលលាយជាមួយក្លិនទឹកសម្លាប់មេរោគវិលជុំវិញច្រមុះដ៏សើបរបស់ខ្ញុំអ្វីទាំងនេះហាក់ដូចជាកំពុងបញ្ជាក់ថាអក្សរដែលខ្ញុំឃើញនោះគឺពិតខ្ញុំប្រាប់ថាខ្ញុំមើលមិនឃើញអ្វីទាំងអស់ខ្ញុំពិតជាមើលមិនឃើញទេខ្យល់នៅមុខខ្ញុំហាក់ដូចជាកំពុងផ្លាស់ទីទៅមកហើយភ្លាមខ្ញុំមានអារម្មណ៍ត្រជាក់មួយស្ទុះឡើងអូស្ទើរតែធ្វើឲ្យខ្ញុំភ័យស្លាប់មុននេះកាំបិតក្នុងដៃគាត់ស្ទើរតែចាក់ជោគភ្នែកក្មេងស្រីទៅហើយបន្ទាប់មកខ្ញុំសម្រេចធ្វើតេស្តមួយទៀតដើម្បីឲ្យនាងជឿថាខ្ញុំពិតជាខ្វាក់ពេលខ្ញុំអាយុ8ឆ្នាំខ្ញុំបានគ្រោះថ្នាក់ចរាចរណ៍ហើយបាត់បង់ការមើលឃើញទាំងសងខាងអស់2ឆ្នាំហើយខ្ញុំកំពុងរងចាំការបដូរកែវភ្នែកដែលសំស្រុកខ្ញុំមើលមិនឃើញអ្វីទេពូទៅសួរអ្នកផ្សេងទៅខ្ញុំជាមនុស្សខ្វាក់ជួយអ្វីមិនបានទេខ្ញុំកំពុងត្រៀមបិទទ្វារស្រាប់តែសំឡេងម៉ាក់ពីខាងក្នុងចាំសិនម៉ាក់មិនធ្លាប់ប្រាប់កូនទេបើមើលមិនឃើញកុំបើកទ្វារឲ្យអ្នកណាផ្ដេសផ្ដាសពេលឃាតក៏ឃើញម៉ាក់ខ្ញុំមកគាត់ក៏និយាយភ្លាមថាសួស្ដីខ្ញុំជាប៉ូលីសខ្ញុំមកសួរអ្នកអំពីហេតុការណ៍កាលពីយប់មិញអូប៉ូលីសមែនទេចូលមកលឿនទៅកូនខ្ញុំនៅតូចមិនដឹងអ្វីទេប៉ូលីសខ្លាញ់នោះដើរចូលក្នុងផ្ទះហើយម៉ាក់ខ្ញុំនិយាយថាចាំសិនកូនចូលបន្ទប់សិនម៉ាក់នឹងប្រាប់រឿងទាំងអស់ទៅលោកប៉ូលីសកុំទៅម៉ាក់ចង់ប្រាប់រឿងគ្រួសារអ្នកមីងជាន់លើដែលត្រូវមនុស្សអាក្រក់សម្លាប់ម៉ាក់ត្រូវប្រាប់អ្វីដែលម៉ាក់ដឹងទាំងអស់ដើម្បីឲ្យប៉ូលីសចាប់មនុស្សអាក្រក់គេពាក់ម៉ាស់និងមួកទោះម៉ាក់មើលមុខគេមិនច្បាស់ក៏ម៉ាក់នៅចាំថានៅលើដៃគេមានស្នាមពិសេសមួយទោះខ្លាចជាផេះម៉ាក់ក៏នៅតែចាំបានមិនបានទេខ្ញុំមិនអាចឲ្យម៉ាក់ទៅជាមួយគេឡើយមិនអីចឹងម៉ាក់នឹងមានគ្រោះថ្នាក់ពេលគិតដល់ចំណុចនេះខ្ញុំក៏ប្រញាប់ប្រាប់ម៉ាក់អំពីអក្សរដែលខ្ញុំមើលឃើញម៉ាក់ខ្ញុំឃើញអក្សរជាច្រើននៅមុខខ្ញុំអក្សរនោះសរសេរថាប៉ូលីសម្នាក់នេះគឺជាឃាតករហើយគាត់ខ្លាញ់ខ្លួនក្រោយនិយាយចប់ខ្ញុំមើលសំឡេងស្ងាត់មួយភ្លាមខ្ញុំមិនព្រមបោះបង់ទេហើយបន្តប្រាប់ម៉ាក់ម្ដងហើយម្ដងទៀតអំពីអ្វីដែលខ្ញុំទើបឃើញប៉ុន្តែមកខ្ញុំបញ្ចេញសំឡេងចម្លែកគ្រប់ពាក្យម៉ាក់ពិតជាមិនអាចស្ដាប់យល់អ្វីពីខ្ញុំទេទោះម៉ាក់មិនឮពាក្យខ្ញុំក៏គាត់ហាក់ដូចជាយល់ពីចិត្តណារបស់ខ្ញុំហើយនិយាយមកខ្ញុំថាកូនសម្លាញ់កុំរឹងរូសមនុស្សមិនអាចគិតតែពីខ្លួនឯងបានទេគ្រួសារអ្នកមីងនោះជាមនុស្សល្អណាស់ហើយកូនរបស់គាត់ទើបតែអាយុ2ឆ្នាំសូម្បីតែសត្វត្រឆាននោះក៏មិនព្រមលែងពួកគេទេគិតដល់រឿងនេះម៉ាក់មិនអាចគេងបានពេញមួយយប់ម៉ាក់គឺជាមនុស្សតែម្នាក់ដែលបានឃើញឃាតករទោះបីប៉ូលីសមិនមករកក៏ម៉ាក់នឹងទៅរកពួកគេដែរកូននៅតូចហើយក៏មើលមិនឃើញចូលបន្ទប់សិនទៅមួយផ្លែតទៀតម៉ាក់នឹងទៅនៅជាមួយកូនម៉ាក់នាំខ្ញុំចូលបន្ទប់ហើយបិទទ្វារបន្ទាប់មកខ្ញុំឮសំឡេងទ្វារត្រូវបានចាក់សោពីខាងក្នុងនៅពេលនោះអក្សរជាច្រើនទៀតក៏លេចឡើងនៅមុខខ្ញុំអូម៉ាក់មិនដឹងទេថាប៉ូលីសមិនដែលមកម្នាក់ឯងទេទាំងអស់គ្នាកំពុងយំគ្រួសារជាន់លើពិតជាជនរងគ្រោះមែនប៉ុន្តែបែរជាមានមនុស្សចោទពួកគេមានករណីឃាតកម្មក្នុងសហគមន៍ត្រូវប៉ូលីសស៊ើបអង្កេតគឺជារឿងធម្មតាមនុស្សធម្មតាតើអ្នកណានឹងទៅសង្ស័យប៉ូលីសប្រជាជនគួរឲ្យអាណិតណាស់ម៉ាក់នាងចិត្តត្រូវសម្លាប់ហើយពេលឃើញការសន្ទនារបស់ពួកគេខ្ញុំក៏ស្រែកចេញមកថាមិនបានទេខ្ញុំមិនអាចឲ្យម៉ាក់ខ្ញុំស្លាប់បានទេម៉ាក់ខ្ញុំនឹងមិនស្លាប់ទេគាត់កំពុងនិយាយអ្វីហេតុអ្វីបានជាផ្នែកនេះមនុស្សសំឡេងតើមានអ្វីកើតឡើងវាហាក់ដូចជាគាត់កំពុងព្យាយាមនិយាយអ្វីមួយមកកាន់ពួកយើងគួរឲ្យអាណិតណាស់ខ្ញុំពិតជាចង់ជួយពួកគេតែនេះមិនមែនជារឿងធម្មតាទេតើវាអាចទៅរួចយ៉ាងម៉េចដែលគាត់អាចនិយាយជាមួយពួកយើងនេះជាកំណត់ត្រាពី10ឆ្នាំមុនវាជាហេតុការណ៍ពិតដែលបានកើតឡើងរួចហើយក្នុងពិភពលោកម៉ាក់របស់នាងបានរកឃើញថាប៉ូលីសខ្លាចជាឃាតករជួយផងឃាតករយប់ជ្រៅចង់ចាប់ដើមហើយពេលឮថាឃាតករចង់ធ្វើអ្វីលើម៉ាក់ខ្ញុំបេះដូងខ្ញុំត្រជាក់ហើយជើងខ្ញុំទន់អស់តើត្រូវធ្វើម៉េចខ្ញុំចង់ជួយម៉ាក់ទ្វារត្រូវបានបិទហើយតើត្រូវធ្វើម៉េចភ្លាមខ្ញុំស្រាប់តែនឹកឃើញថាតាំងពីខ្ញុំជួបគ្រោះថ្នាក់ផ្ទះទាំងមូលត្រូវបានដំឡើងកាមេរ៉ាសុវត្ថិភាពដូច្នេះទោះប៉ាម៉ាក់មិននៅផ្ទះក៏ពួកគេអាចមើលតាមទូរស័ព្ទដើម្បីដឹងសុវត្ថិភាពរបស់ខ្ញុំបានគ្រប់ពេលខ្ញុំក៏ចាប់ផ្ដើមស្រែកទៅគ្រប់ជ្រុងក្នុងបន្ទប់ប៉ាខ្ញុំទេប៉ាជួយផងខ្ញុំស្ទើរយំស្លាប់ហើយនាងមិនដឹងថាពេលនេះប៉ារបស់នាងកំពុងនៅក្នុងមន្ទីរពិសោធន៍ទេគាត់មិនបានឃើញនាងទេនាងពិតជាអស់សង្ឃឹមណាស់ចាំសិនហើយអ្វីបានជាខាងម៉ាក់នាងនៅតែមិនមានសម្លេងព្រះអើយខ្ញុំស្ទើរយំស្លាប់ហើយម៉ាក់នាងម៉ាក់ខ្ញុំមានរឿងអីម៉ាក់នាងប្រាប់ថាកូនស្រីមើលមិនឃើញអ្វីទាំងអស់ហើយមិនអាចគំរាមកំហែងឃាតករយប់ជ្រៅបានទេតារាប់ណាឃាតករយប់ជ្រៅព្រមលែងកូនស្រីម៉ាក់នាងសុកចិត្តចាក់ចេញពេលត្រូវបណ្ដឹងចេញនាងនឹងមិនស្រែកសុំជំនួយឡើយឃាតករយប់ជ្រៅក៏យល់ព្រមព្រះអើយ
ម៉ាក់នាងត្រូវបានចាក់ជាង10កាំបិតប៉ុន្តែមិនបានស្រែកសំបីតែមួយសំឡេងភ្លាមនោះខ្ញុំបានបើកទ្វារហើយក្លិនឈាមដ៏ខ្លាំងបានស្ទុះចូលក្នុងច្រមុះខ្ញុំដឹងថាប៉ូលីសខ្លាំងខ្លាយឈរនៅជិតទ្វារប៉ុន្តែខ្ញុំមិនខ្វល់ទៀតទេម៉ាក់នៅណាខ្ញុំចាប់ជញ្ជាំងហើយដើរតាមទីដែលក្លិនឈាមខ្លាំងបំផុតនៅពេលនោះប៉ូលីសខ្លាំងខ្លាយក៏ដើរតាមពីក្រោយខ្ញុំពេលមកដល់បន្ទប់ទទួលភ្ញៀវភ្លាមខ្ញុំមើលសំឡេងដង្ហើមខ្លាំងមួយនៅលើក្បាលខ្ញុំសំឡេងនេះសំណាស់វាជាសំឡេងប៉ារបស់ខ្ញុំនៅពេលនោះសំឡេងជំហាននោះក៏ខិតមកជិតខ្ញុំម្ដងទៀតរហូតដល់នៅពីក្រោយខ្ញុំអាចដឹងថាមានដង្ហើមរបស់គេនៅជិតខ្ញុំកុំធ្វើបាបកូនស្រីខ្ញុំសូមអង្វរអ្នកចង់បានអ្វីខ្ញុំនឹងឲ្យទាំងអស់ខ្ញុំមានលុយខ្ញុំនឹងឲ្យអ្នកទាំងអស់សូមលែងកូនខ្ញុំទៅប៉ុន្តែភ្លាមខ្ញុំមានអារម្មណ៍ថាមានអ្វីមុតចាក់ចូលរបស់ខ្ញុំដួលទៅលើដីហើយមុនពេលស្មារតីបាត់ខ្ញុំនៅសំឡេងប៉ារបស់ខ្ញុំយំយ៉ាងអស់សង្ឃឹមបន្ទាប់មកស្មារតីខ្ញុំក៏បាត់ទៅទាំងស្រុងមិនដឹងកន្លងផុតយូរប៉ុណ្ណាទេខ្ញុំមានអារម្មណ៍ថាស្មារតីខ្ញុំចាប់ដើមត្រឡប់មកវិញហើយខ្ញុំនៅសំឡេងមួយថាក្មេងស្រីអ្នកនៅជាន់លើមានគ្រួសារមួយយប់មិញពួកគេត្រូវបានគេសម្លាប់តើអ្នកបានឃើញមុខឃាតករទេនេះជាសំឡេងរបស់ឃាតករយប់ជ្រៅខ្ញុំស្គាល់សំឡេងនេះខ្ញុំស្ងាត់មួយសន្ទុះការឈឺចាប់ខ្លាំងនិងអារម្មណ៍មិនស្រួលនៅតែមិនបាត់កុំប្រយ័ត្នគាត់ជាឃាតករដែលខ្លែងខ្លួនក្នុងកំណត់ត្រានេះគឺជាសំណុំរឿងឃាតកម្មជាបន្តបន្ទាប់កាលពី10ឆ្នាំមុនដែលមានតែអ្នករស់រានម្នាក់គត់នោះគឺនាងផ្ទុយពីនាងគឺឃាតករយប់ជ្រៅដែលមានជីវិតគួរឲ្យខ្លាចគ្រប់បន្ទាត់ទាំងអស់សរសេរថានាងគួរឲ្យអាណិតណាស់នាងនៅតែជាក្មេងស្រីដែលមិនអាចមើលឃើញអ្វីទាំងអស់ខ្ញុំក៏សង្កេតឃើញថាអក្សរទាំងនេះខុសពីអ្វីដែលខ្ញុំបានឃើញកាលពីមុនវាប្រែប្រួលហើយតើអ្វីជាមូលហេតុនៃការប្រែប្រួលទាំងនេះវាធ្វើឲ្យខ្ញុំខ្លាចជាអ្នករស់រានដូច្នេះសូម្បីតែហេតុការណ៍ពិតដែលបានកើតឡើងរួចក៏អាចត្រូវបានផ្លាស់ប្ដូរបានបើខ្ញុំអាចផ្លាស់ប្ដូរជោគវាសនារបស់ខ្ញុំបាននោះខ្ញុំក៏ត្រូវអាចផ្លាស់ប្ដូរជោគវាសនារបស់ម៉ាក់បានដែរខ្ញុំកាន់ដៃគ្នាយ៉ាងជាប់មិនព្រមលែងខ្ញុំមិនអាចឲ្យគេចូលបានទេខ្ញុំត្រូវធ្វើឲ្យប៉ូលីសខ្លាំងៗជាខ្ញុំមុនពេលម៉ាក់ខ្ញុំមានគ្រោះថ្នាក់បន្ទាប់មកខ្ញុំត្រូវបង្ខំខ្លួនឯងឲ្យស្ងប់ហើយគ្រប់គ្រងអារម្មណ៍របស់ខ្ញុំពូខ្ញុំជាមនុស្សខ្វាក់មនុស្សក្នុងសហគមន៍ទាំងមូលសុទ្ធតែដឹងថាខ្ញុំបានខ្វះអស់2ឆ្នាំហើយម្សិលមិញខ្ញុំមិនបានឃើញអ្វីទេពូទៅសួរអ្នកផ្សេងទៅដៃដែលកាន់ទ្វាររបស់គេចាប់ដើមស្រាលចុះបេះដូងខ្ញុំលោតដល់បំពង់ភ្នែកពេលវេលាខ្ញុំត្រូវការពេលវេលាដរាបណាគេមិនទាន់ចូលយើងនៅមានឱកាសតាក់ទងប៉ូលីសពិតដើម្បីផ្លាស់ប្ដូរអ្វីទាំងអស់នៅពេលខ្ញុំកំពុងបិទទ្វារប៉ូលីសខ្លាំងៗនោះក៏សួរថាក្មេងស្រីអ្នកកំពុងប្រញាប់មែនទេអត់ទេខ្ញុំមិនអាចស្រមៃដល់ទឹកមុខរបស់គាត់បានទេដូច្នេះខ្ញុំត្រូវគ្រប់គ្រងការភ័យខ្លាចក្នុងចិត្តហើយមិនហ៊ានបញ្ចេញសំឡេងអ្វីឡើយដរាបណាម៉ាក់ខ្ញុំមិនទាន់ឬយើងនៅមានឱកាសប៉ុន្តែអ្នកណាដឹងថាវិនាទីបន្ទាប់គាត់ស្រាប់តែស្រែកថាមានមនុស្សធំនៅក្នុងផ្ទះទេខ្ញុំជាប៉ូលីសមកស៊ើបអង្កេតករណីជាន់លើសូមសហការជាមួយការងាររបស់ខ្ញុំហើយខ្ញុំស្ដាប់ដោយអស់សង្ឃឹមនៅសំឡេងជំហានរបស់ម៉ាក់អូប៉ូលីសមែនទេចូលមកលឿនទៅអ្វីទាំងអស់កំពុងដើរទៅតាមរឿងរ៉ាវក្នុងជីវិតមុនដែលខ្ញុំភ័យស្លន់ស្លោភ្លាមមិនបានទេខ្ញុំមិនអាចឲ្យគេចូលបានទេក្រោយមកខ្ញុំរត់ទៅមុខទ្វារពេលម៉ាក់ឃើញខ្ញុំធ្វើបែបនេះគាត់ក៏ប្រញាប់សុំទោសឃាតករសុំទោសណាកូននៅមិនទាន់យល់រឿងទេបន្ទាប់មកម៉ាក់ខ្ញុំទាញខ្ញុំហើយបង្ខំរុញខ្ញុំចូលបន្ទប់រួចចាក់សោខ្ញុំក៏វាយទ្វារយ៉ាងឆ្កួតបើព្រះអើយហើយអ្វីខ្ញុំមានអារម្មណ៍ថាក្មេងស្រីនេះដឹងថាប៉ូលីសគឺជាឃាតករយប់ជ្រៅដែលខ្លាំងខ្លួននាងពិតជាមើលមិនឃើញមែនទេឬក៏នាងបានស្ដារការមើលឃើញវិញហើយពេលបើកទ្វារមុននេះនាងស្គាល់ឃាតករភ្លាមដើម្បីការពារខ្លួននាងក៏ធ្វើពុតជាមើលមិនឃើញបើពិតជាអីចឹងនាងកំពុងមើលឃើញម្ដាយរបស់ខ្លួនត្រូវគេធ្វើបាបហើយយំយ៉ាងខ្លាំងអ្នកមើលទាំងអស់ក៏សោកស្ដាយតាមខ្លះថាជួយនាងផងនៅពេលនេះខ្ញុំក៏អស់សង្ឃឹមហើយស្រែកទៅកាន់អាកាសក្រោកឡើងអក្សរទាំងនេះជាអ្វីពួកអ្នកជានរណាហេតុអ្វីមិនជួយខ្ញុំកុំធ្វើបាបម៉ាក់ខ្ញុំស្ទើរតែឈួតហើយហេតុអ្វីក្មេងស្រីនេះស្រាប់តែស្ងាត់ឬថាឃាតករយប់ជ្រៅធ្លាប់ត្រូវឪពុកម្ដាយធ្វើបាបកាលពីកុមារដូច្នេះគ្រួសារដែលគាត់ជ្រើសរើសសុទ្ធតែជាគ្រួសារដែលមានសុខកម្មគោលនេះជាអ្វីគាត់ចិត្តពីកចង់ឃើញអ្នកអតីតគ្មានសុខកម្មគោលចាំសិនហេតុអ្វីបានជាខាងម៉ាក់នាងស្ងាត់យូរម្ល៉េះអាក្រក់ហើយម៉ាក់នាងប្រហែលជាបានឃើញស្នាមឈាមនៅលើទ្វារព្រះអើយខ្ញុំស្ទើរយំស្លាប់ហើយម៉ាក់នាងឃើញវាហើយបេះដូងខ្ញុំធ្លាក់ចូលក្នុងជ្រុះម្ដងទៀតដោយការរំពឹងទុកវិនាទីបន្ទាប់ទ្វារត្រូវបានបើកយឺតម្ដងទៀតប៉ុន្តែខ្ញុំមិនចង់ជួបការជិះចាប់ដែលលោកត្រូវគេចាក់ក្នុងជីវិតមុនទៀតទេខ្ញុំមិនចង់ឆ្លងកាត់វាម្ដងទៀតទេហេតុអ្វីបានជាអ្នកធ្វើបែបនេះដាក់ពួកយើងគ្រាន់តែព្រោះអ្នកមានកុមារភាពជិះចាប់ហើយជីវិតខូចខាតទើបចង់បំផ្លាញមនុស្សគ្រប់គ្នាហេតុអ្វីត្រូវធ្វើបែបនេះវិនាទីបន្ទាប់ពួកយើងស្រាប់តែសំឡេងជើងនៅពេលទ្វារបើកខ្ញុំចាប់ផ្ដើមរត់ទៅទ្វារព្រះអើយឃាតករនោះស្រាប់តែចង់ប្រឆាំងហើយម្ដាយនាងក៏ស៊ូបានសម្រេចភ្លាមគាត់ត្រូវបានរុញយ៉ាងខ្លាំងហើយដួលទៅលើដីដោយមិនបានរំពឹងទុកគាត់ថែមទាំងរងរបួសជើងនាងឈៀតឱកាសរត់ទៅរកគ្រួសារប៉ុន្តែឃាតករក៏រងរបួសជើងដែរខ្ញុំមានឱកាសគិតដល់ចំណុចនេះខ្ញុំក៏ប្រញាប់រត់ចេញទៅក្រៅប៉ុន្តែទើបចេញពីបន្ទប់ខ្ញុំស្រាប់តែអក្សរប្រាប់ថានាងបានដួលចូលក្នុងអោបរបស់ម៉ាក់នាងតើខ្ញុំយល់ច្រឡំមែនទេម៉ាក់នាងសំបីតែភ្នែកក៏មើលមិនច្បាស់ខ្ញុំចង់ប្រាប់នាងថាវាគ្មានប្រយោជន៍ទេប៉ុន្តែទ្វារបន្ទប់ត្រូវបានចាក់សោពីខាងក្រៅម្ដងទៀតនាងមើលមិនឃើញហើយមិនអាចចេញបាននាងភ័យស្ទើរតែស្លាប់ជួយផងរត់ទៅឃាតករយប់ជ្រៅក្រោកឈរឡើងហើយខ្ញុំសំឡេងជើងដែលដើរខ្វិនបន្ទាប់មកសំឡេងសើចដ៏គួរឲ្យខ្លាចរបស់គេក៏លាន់មកសំឡេងសើចនោះដូចជាសំឡេងដែលចេញពីមនុស្សដែលបាត់បង់ឈាមធ្វើឲ្យការភ័យខ្លាចរីករាលដាលដល់ឆ្អឹង
នៅពេលនេះខ្ញុំបោះបង់ការរត់ចេញទាំងអស់ខ្ញុំមិនអាចអានបានទេខ្ញុំត្រូវជួយម៉ាក់បើខ្ញុំអាចត្រឡប់មកវិញបានម្ដងខ្ញុំក៏អាចត្រឡប់មកវិញជាលើកទី2បានដែរគិតដល់ចំណុចនេះខ្ញុំញឹមទៅកាន់ទីដែលសំឡេងឃាតករចេញមកចាំខ្ញុំនឹងត្រឡប់មកវិញអ្នកមើលទាំងអស់ឆ្ងល់ថានាងឈួតហើយឬហេតុអ្វីមិនភ័យមុននេះអ្នកណាជាអ្នកចូលទៅរកឃាតករសាច់រឿងមិនត្រឹមត្រូវទេមិនត្រឹមត្រូវនេះជាលើកទី2ដែលខ្ញុំមើលហើយលើកមុនខ្ញុំចាំថាទូឯកស្រីត្រូវបានសម្លាប់តើមានសាច់រឿងមួយទៀតវិនាទីបន្ទាប់ឃាតករយកជ្រៅក៏ចាប់ដើមចាក់ខ្ញុំម្ដងទៀតស្មារតីខ្ញុំបាត់យ៉ាងលឿនពេលខ្ញុំភ្ញាក់ឡើងម្ដងទៀតខ្ញុំកយសំឡេងដសាំនោះម្ដងទៀតក្មេងស្រីអ្នកនៅជាន់លើមានគ្រួសារមួយយប់មិញត្រូវបានគេសម្លាប់តើអ្នកបានឃើញមុខឃាតករទេខ្ញុំដឹងថាខ្ញុំបានកើតជាថ្មីម្ដងទៀតអក្សរដែលបន្តលេចឡើងនៅមុខខ្ញុំក៏ប្រែថាគុំប្រយ័ត្នគាត់ជាឃាតករដែលខ្លាញ់ខ្លួនក្នុងកំណត់ត្រានេះគឺជាសំណុំរឿងឃាតកម្មជាបន្តកាលពី10ឆ្នាំមុនដែលមានក្មេងស្រីខ្វាក់ម្នាក់ប្រឆាំងនឹងឃាតករក្មេងស្រីខ្វាក់នោះអ្នកដែលបានប្រឆាំងឃាតករតើវាអាចទៅរួចយ៉ាងម៉េចតើនាងកំពុងធ្វើពុតអក្សរទាំងនេះប្រែប្រួលទៀតហើយខុសពីលើកទី1និងទី2ទាំងស្រុងដោយដែលខ្ញុំគិតអ្វីទាំងអស់នេះអាចផ្លាស់ប្ដូរបានឈុតនេះបានកើតឡើងពីរដងរួចហើយការពិតបង្ហាញថាខ្ញុំមិនអាចរារាំងគេមិនឲ្យជោគផ្ទះខ្ញុំបានទេបារារាំងមិនបានតែហេតុអ្វីមិនសាកល្បងមិនរារាំងម្ដងខ្ញុំខំសង្កត់សំឡេងញ័ររបស់ខ្ញុំហើយធ្វើឲ្យសំឡេងខ្លួនឯងស្ដាប់ទៅធម្មតាខ្ញុំជាមនុស្សខ្វាក់ខ្ញុំមើលមិនឃើញអ្វីទាំងអស់ពូទៅសួរអ្នកផ្សេងទៅបន្ទាប់មកខ្យល់នៅមុខខ្ញុំក៏ចាប់ផ្ដើមផ្លាស់ទីយ៉ាងច្បាស់ម្ដងទៀតដូចលើកទី1គាត់កំពុងសាកល្បងថាតើខ្ញុំពិតជាមើលមិនឃើញឬអត់ព្រះឲ្យនាងពិតជាមិនធម្មតាមែនខ្ញុំស្ទើរតែទប់មិនបានតើឃាតករយកជ្រៅនៅជាន់លើសូមអង្វរនាងមើលមិនឃើញហើយមិនដឹងថាមនុស្សនៅពីមុខជានរណាទេតើនេះមិនមែនជាប្រតិកម្មធម្មតាទេប៉ុន្តែខ្ញុំចង់ដឹងថាលើកនេះនាងនឹងធ្វើអ្វីខ្ញុំមិនប្រញាប់ទេក្នុងចិត្តខ្ញុំមានតែពាក្យមួយកុំឲ្យម៉ាក់ខ្ញុំមានសម្លេងពីខាងនេះអីវិនាទីបន្ទាប់ដែលឃាតករយកជ្រៅដែលកាន់ទ្វារក៏ស្រាលចុះមើលទៅគាត់ជឿហើយថាខ្ញុំមើលមិនឃើញបន្ទាប់មកខ្ញុំបិទទ្វារហើយបេះដូងដែលព្យួររងចាំក៏បានធូរស្រាលលើកនេះប្រហែលខ្ញុំអាចរត់ចេញពីជោគវាសនាដ៏អាក្រក់នេះបានហើយពេលនោះខ្ញុំមានសម្លេងជំហានរបស់ម៉ាក់ខ្ញុំកំពុងត្រៀមរត់ទៅអបម៉ាក់ប៉ុន្តែអ្នកណាដឹងថាវិនាទីបន្ទាប់ខ្ញុំមានសម្លេងម៉ាក់ពេញដោយការភ្ញាក់ផ្អើលលោកប៉ូលីសតើលោកកំពុងនិយាយអ្វីអ្នកមើលទាំងអស់ឆ្ងល់ថាមុននេះកើតអ្វីឡើងខ្ញុំមើលមិនយល់ទេទ្វារមិនមែនត្រូវក្មេងស្រីបិទទេតើគាត់ចូលមកបានយ៉ាងម៉េចខ្ញុំត្រឡប់មកមើលវិញហើយឃើញថាឃាតករយកជ្រៅទាត់ថង់ផ្លាស្ទិកទៅជាប់រនសល់ដូច្នេះទ្វារមើលទៅដូចជាបិទប៉ុន្តែទីបន្តិចក៏បើកបានហើយមិនមានសម្លេងទៀតគួរឲ្យខ្លាចណាស់ខ្លួនខ្ញុំទាំងមូលញ័រដោយមិនអាចគ្រប់គ្រងបានដូច្នេះនៅតែមិនអាចផ្លាស់ប្ដូរបានទេបើចុងក្រោយម៉ាក់ខ្ញុំនៅតែត្រូវស្លាប់នោះការកើតជាថ្មីរបស់ខ្ញុំមានន័យអ្វីនៅពេលនោះខ្ញុំមានសម្លេងបុរសម្នាក់ពីក្រោយខ្ញុំសួស្ដីខ្ញុំជាប៉ូលីសអ្នកជិតខាងនៅជាន់លើរបស់អ្នកត្រូវបានសម្លាប់ហើយប៉ូលីសរបស់យើងកំពុងស៊ើបអង្កេតករណីនេះប្រសិនបើអ្នកឃើញអ្វីសូមសហការជាមួយយើងហើយមុននេះពេលក្មេងស្រីបិទទ្វារខ្ញុំនោះថាទ្វារមិនបានចាក់សោទេដូច្នេះខ្ញុំរុញទ្វារមើលហើយស្រាប់តែឃើញថារុនសោត្រូវបានទាត់ថង់ផ្លាស្ទិកជាប់អ្នកទាំងអស់គ្នាត្រូវប្រយ័ត្នណាស់ប្រហែលជាឃាតករយកជ្រៅនោះបានធ្វើសំឡេងម៉ាក់ខ្ញុំស្ងាត់អស់3វិនាទីអូសំណាងណាស់ដែលលោកបានរកឃើញបើជាមនុស្សអាក្រក់មែនកូនខ្ញុំនៅផ្ទះហើយប៉ារបស់គាត់ក៏មិននៅផ្ទះទៀតផលវិបាកនឹងមិនអាចស្រមៃបានទេចាំសិនម៉ាក់កំពុងនិយាយរឿងខ្លះជាមួយប៉ូលីសកូនចុះបន្ទប់សិនទៅខ្ញុំមិនអាចចុះបន្ទប់បានទេខ្ញុំមិនអាចទុកម៉ាក់ឲ្យនៅម្នាក់ឯងបានទេបើម៉ាក់ខ្ញុំត្រូវស្លាប់ជោគវាសនាខ្ញុំនៅរស់ម្នាក់ឯងក៏គ្មានន័យអ្វីដែរគិតដល់ចំណុចនេះខ្ញុំនិយាយទៅម៉ាក់ថាម៉ាក់ទោះខ្ញុំមើលមិនឃើញក៏អារម្មណ៍របស់ខ្ញុំប្រហែលខ្លាំងជាងមនុស្សធម្មតាប្រហែលខ្ញុំអាចជួយប៉ូលីសបានម៉ាក់បានឬពាក្យនេះហើយរាងកាយរបស់គាត់ស្រាប់តែតឹងឡើងបន្ទាប់មកសម្លេងរបស់គាត់ក៏ប្រែជាមិនធម្មតាចាំសិនកូននៅតូចហើយក៏មើលមិនឃើញទៀតរឿងរបស់មនុស្សធំកូនកុំចូលរួមនិយាយចប់ម៉ាក់ក៏នាំខ្ញុំត្រឡប់ចូលបន្ទប់មិនត្រឹមត្រូវទេហេតុអ្វីម៉ាក់កំពុងយំទឹកមុខរបស់គាត់ដូចជាកំពុងលាក់អ្វីមួយក្មេងស្រីមិនអាចមើលឃើញទេព្រះឲ្យខ្ញុំស្ទើរតែស្លាប់បន្ទាប់ពីត្រឡប់ចូលបន្ទប់ម៉ាក់មិននិយាយអ្វីហើយក៏មិនចាក់ចេញភ្លាមទេខ្ញុំក៏សួរយ៉ាងស្រាលថាម៉ាក់កំពុងធ្វើអ្វីក្រោយស្ដាប់ខ្ញុំយល់ថាម៉ាក់ក៏បានដឹងដែរគាត់ទើបតែប្រើទូរស័ព្ទមើលកាមេរ៉ានៅបន្ទប់ទទួលភ្ញៀវហើយពង្រីករូបភាពទៅកាន់ដៃរបស់ប៉ូលីសខ្លាំងៗម៉ាក់មើលចប់ហើយក៏យកទូរស័ព្ទមកឲ្យខ្ញុំហើយនិយាយថាកូនសម្លាញ់ត្រូវរស់ឲ្យបានល្អនិយាយចប់ម៉ាក់ក៏ចេញពីបន្ទប់ខ្ញុំខំសង្កត់សម្លេងរបស់ខ្លួនឯងហើយចាប់ផ្ដើមចុចលេខ110សួស្ដី110ឥឡូវនេះសូមភ្ជាប់ខ្ញុំទៅ110សួស្ដីទីនេះគឺ110តើមានអ្វីអាចជួយលោកអ្នកបានខ្ញុំនិយាយថាខ្ញុំស្ថិតនៅផ្ទះលេខ344ក្នុងតំបន់នេះមានមនុស្សម្នាក់ពីឯកសណ្ឋានប៉ូលីសមកផ្ទះខ្ញុំហើយចង់បណ្ដេញពួកយើងសូមមកជួយក្មេងស្រីកុំភ័យការពារខ្លួនឯងយើងនឹងទៅដល់ក្នុងរយៈពេល10នាទីក្រោយបិទទូរស័ព្ទខ្ញុំស្ដាប់យ៉ាងតានតឹងទៅកាន់សំឡេងនៅខាងក្រៅមានរឿងអីហេតុអ្វីស្ងាត់ម្ល៉េះមើលទៅម៉ាក់របស់ក្មេងស្រីបានបិទភ្លើងអ្នកទាំងអស់គ្នាតែឥឡូវនេះយើងកំពុងមើលតាមទស្សនៈរបស់ឃាតករមែនទេសំឡេងស្រែករបស់ស្ត្រីម្នាក់ក៏លាន់ឡើងកុំឲ្យខ្ញុំរកឃើញអ្នកបើខ្ញុំរកឃើញអ្នកខ្ញុំនឹងចាក់អ្នកម្ដងមួយកាំបិទសំបីកូនស្រីខ្វាក់របស់អ្នកក៏មិនលើកលែងខ្ញុំនឹងកាត់អណ្ដាតនាងឲ្យអ្នកមើលតើមានរឿងអ្វីកើតឡើងហេតុអ្វីតែសំឡេងឃាតករយកជ្រៅមើលមិនឃើញអ្វីទេគួរឲ្យបារម្ភណាស់តើក្មេងស្រីនឹងម៉ាក់នាងនៅឯណាមើលទៅសំបីតែអ្នកមើលក៏មិនដឹងថាមានអ្វីកើតឡើងដែរ
នៅពេលនោះសំឡេងពីទី1បានលេចឡើងម្ដងទៀតខ្ញុំឮសំឡេងជាបន្តប៉ុន្តែមិនអាចស្ដាប់ច្បាស់បន្ទាប់មកសំឡេងទៀតក៏យកជ្រៅក៏លាន់ឡើងថាបានហើយខ្ញុំមើលថាអ្នកនឹងរត់ទៅណាមិនល្អទេម៉ាក់ខ្ញុំត្រូវគេរកឃើញហើយតើត្រូវធ្វើម៉េចមិនដឹងកន្លងផុតយូរប៉ុណ្ណាទេភ្លើងក៏ភ្លឺឡើងហើយទ្វារបន្ទប់ក៏ត្រូវបានបើកម្ដងទៀតម៉ាក់មែនទេកំពុងរកម៉ាក់របស់អ្នកមែនទេល្អខ្ញុំនឹងនាំអ្នកទៅរកគាត់ឥឡូវនេះវិនាទីបន្ទាប់គិតក៏យកជ្រៅក៏ចាក់ខ្ញុំម្ដងទៀតបន្ទាប់មកស្មារតីខ្ញុំចាប់ផ្ដើមបាត់បន្តិចម្ដងក្រោយមកខ្ញុំក៏បាត់ស្មារតីទាំងស្រុងមិនដឹងកន្លងផុតយូរប៉ុណ្ណាទេស្មារតីខ្ញុំមិនដែលត្រឡប់មកវិញទៀតឡើយអ្នកមើលនិយាយថាចប់ហើយពិតជាស្លាប់មែនអ្នកល្ងងអង្គុយមើលសិនទៅទោះបានកើតជាថ្មីក៏មានប្រយោជន៍អ្វីគ្រាន់តែបដូរវិធីស្លាប់ប៉ុណ្ណោះលើកក្រោយបើជួបរឿងល្ងងបែបនេះទៀតខ្ញុំមិនសម្ដែងទៀតទេ